chương một chút to tiết trong cho môi React component cái component cái function ដែលផ្ដល់នៅ UI ដែល UI ជាចែកជាផ្នែកទូចៗដែលយើងងាយក្នុងការគ្រប់គ្រងហើយនេះគឺជា UI ដែលវា reusable នៅក្នុងពេលខាងក្រោយទៀតហើយនៅទីនេះខ្ញុំនឹងបង្ហាញថា function ហ្នឹងគឺជាអីនេះ function របស់វាគឺមានលក្ខណៈបែបហ្នឹងមានពងបញ្ចុះហើយមានសញ្ញាគ្នាបិទបើកហើយនឹងបិទហ្នឹងគឺជា function យើងសិក្សាតិចទៅហើយ React component ទៀតគឺការដាក់ឈ្មោះរបស់វាហើយមុនដាក់ឈ្មោះខ្ញុំនិយាយអំពី UI សិននេះគឺជា UI ដែលយើងឲ្យចំណេះក្នុង React component មិញហើយការដាក់ឈ្មោះរបស់វាគឺផ្ដើមដោយអក្សរធំអញ្ចឹងយើងត្រូវដាក់ឈ្មោះជាអក្សរធំដូចនៅក្នុង example នេះគឺយើងឃើញអក្សរធំផ្ដើមដោយអក្សរ H ជាឈ្មោះរបស់វាហើយបន្តមកទៀតយើងនិយាយអំពី variable ឬ expression ដែលដាក់នៅក្នុងJSX ហ្នឹងឯង syntax របស់វាអញ្ចឹង syntax របស់វាគឺដូចខ្ញុំបង្ហាញគឺមាន variable មួយហើយដល់ពេលយើងត្រូវដាក់វានៅក្នុង UI គឺយើងដាក់ជាទម្រង់បែបនេះនៅក្នុងយើងចុច lock តាគ្នាបិទបើកបន្តមកទៀតគឺនិយាយអំពីការកូដ HTML នៅក្នុង file JavaScript ឬក៏ TypeScript ណាហើយយើងឃើញហើយគឺ div ហ្នឹងគឺជា HTML tag ហ្នឹងឯងដែលយើងសរសេរនៅក្នុង function របស់ TypeScript ឬក៏ JavaScript អញ្ចឹងមានជាតួនាទីរបស់ JSX ហើយវា component មួយគឺវាមាន return តែមួយទេអត់មាន return ច្រើនទេហើយ return របស់វាគឺមានសញ្ញាវងកញ្ចក់ហើយបន្តមកទៀតគឺនៅក្នុងកណ្ដាលវងកញ្ចក់គឺយើងក្តោបដោយ div ឬក៏មិនដាក់ div ក៏បានដែរបើសិនបើមាន component ច្រើនយើងមើល example ជាក់ស្ដែងនេះខ្ញុំមាន app component មួយ function component មួយហើយនៅក្នុង function component ហ្នឹងគឺខ្ញុំមានកូដតពីសប្តាហ៍មុនតពីវីដេអូមុនដែលខ្ញុំ build ជា sample ទាក់ទងជាមួយនឹង button មួយដែលខ្ញុំតែង style tailwind ហើយនៅក្នុងនេះគឺខ្ញុំនឹងបង្ហាញអំពីstructure របស់ code មួយចំនួននេះគឺជា tailwind syntax ដែលយើងនឹងសិក្សាតខាងមុខទៀតនេះគឺជា div របស់ HTML ហើយនេះគឺជា return ដែលនិយាយអំពី component React component មិញហើយនេះជាឈ្មោះនៃ function ហើយយើង export function នេះដើម្បីប្រើប្រាស់នៅក្នុង app របស់យើងហើយនេះជា div ដែលយើងបដោតវាដោយជា component មួយហើយខ្ញុំតម្លាក់វាមកក្រោមដោយ button នេះយើងតពីថ្ងៃមុនទេគាត់ខ្ញុំតម្លាក់ឲ្យងាយស្រួលមើលហើយខ្ញុំធ្វើការប្រកាសជា variable មួយដើម្បីខ្ញុំនឹងដាក់វាចូលទៅក្នុង JSX មានន័យថាខ្ញុំដាក់វាចូលទៅក្នុងHTML នៅក្នុង TypeScript ហ្នឹងខ្ញុំប្រកាស variable មួយហើយនឹង variable នេះគឺគោលបំណងរបស់វាគឺខ្ញុំប្រកាសជា sample នៃ title របស់ button អញ្ចឹងខ្ញុំ say btn title ហើយខ្ញុំ value របស់វាគឺជា string គឺ tailwind button ហើយនេះគឺជា expression ក៏តាមបានប៉ុន្តែតាមពិតទៅជា variable ទេបន្ទាប់មកខ្ញុំដាក់វាចូលទៅក្នុង ដាក់វាចូលក្នុង React ហ្នឹងគឺដាក់ទៅក្នុងសញ្ញាឃ្នាប JSX យើងមើល syntax ខាងដើមបន្ទាប់មកគឺយើងបានទទួលបាននៅ result បាទ